បងប្អូនមើលទស្សនាស្រះចិញ្ចឹមត្រីអានេះមិនចិញ្ចឹមទេត្រីធម្មជាតិរបស់គេបងប្អូនមុនគេមិនតន់ដាក់លបណាគេត្រូវដាក់លបមួយរយៈក្រោយនេះគេបូមពីរដងហើយស្រះនេះវាស្រែដើមដំណងនេះលាយអានងផងរពៅផងបន្លាចផង